ngoài bóng ôn đầu tiên là lý lô ở lúc đầu tiên cầm sắc hai cái nạp bạc sông trôi chiết ba trên trên mặt đó nơi ở hai và liên hình họ ở anh đã chiết ở cô trên trong hai bạn xong mình trên tôi sang mới thì họ có nhiều bạn Lẹ cái sai kháng mục máy chơi thì kháng mục chơi lẹ cái sai thì kháng mục xa mùi nâng một con trò chỉ bật mẹ chạy nơi đấy chạy lâu của rê nâng tu cho bàn lưu pháp nơi có góp nạp bạn sống của chiếc này nhưng chỉ nơi chưa chết hay con trò giảm khăn la để vô vì cá sấu man còn đóng thì có dương nơi từng rết từng rê cái phi con xã công an đã chiết từ trong miệng các bạn chua của chơi kia tràn chúng ta công an đã chiết thịt xe nuôi nước hàng sản phẩm đấy hay như cái của rê biết tụi bay trong tàu tụi sản cây cào tàu cá cả nói còn đây bọc lá trong của rê nâng quang du thì bà tụi xóa cung rồi thì sản gia phải được nuôi chủng nuôi mà trong tiết vậy tụi cá to tung rồi bây là thịt chia được tay nữa rồi tụi cá cho room cho rút lâu nhiệt than được không chia bớt rê để bàn làm thời xa lực bàn lớn thì để có cái ngày xa thì cái có cùng trong làm thế thì anh mà trong đầu rút đó phải nóng thời làm một tiết trong bàn đầu rút nhiệt than rẽ vào đó rê để bàn vừa cả nước bạc bao to su tủm lẹ của nè lập đoàn đánh ca cả năm quan đối tại sắp để cái lúa nhà kho hoặc đến bán sản lắp ta có hoặc sai nét trong tập của ta nô của nè để làm nắng hơi nhầm mưa ta khơi thì còn hai nâu sa rạ một tí và kế sư cá chặt tròn cao váy ấp không ấy thì việc mai còn này và thạ thái phía dân thành ra kia bạn của cái cho chị nè được làm một cái sam sập năm tiếng thì năm quan đối tại sắp mà nóคือตัวเรชง่ายนะเฮ้ยสองมาดูคนซ้ายกับตะวันที่สับจัดสมบูรณ์มาแล้ว30 nămเพียงตัวนี้ตอนมีในก็มีอีกร้อยจุดลายคนเตรียมความเตรียมข้อมาด้ากีจังเคยอยู่นอกสายตัวเต๋อហើយដំណោះស្រាយនោះគេមិនមែនចាំបានដំណោះស្រាយមួយឲ្យបានជាទៅរួចខ្លួនដំណោះស្រាយល្អដំណោះស្រាយល្អគឺបានផលប្រយោជន៍មកជាប្រវត្តិខ្មែរឬដល់ប្រទេសជាតិទៅណាបាទដំចង់វិលមកក្នុងស្រុកតើបើមាននៅក្នុងស្រុកតាមកម្ពុជាមានជំនួសថាចាដើម្បីបញ្ចប់ខ្លួនខ្មែរគម្រោងអត់ទាន់មានទេប៉ុន្តែជាជំហររបស់ខ្ញុំផ្ទាល់ក៏ដូចជាគណៈបក្សសង្គ្រោះជាតិយើងនៅតែនឹងបើកឲ្យមានការជជែកគ្នាដើម្បីដោះស្រាយឈើលើជំហររបស់គណៈបក្សសង្គ្រោះជាតិដដែលនឹងគឺទី1ទាមទារកំណត់ការបោះឆ្នោតឡើងវិញមិនមែន2018ទេគឺយើងចង់ឲ្យបានពាក់កណ្ដាលអាណត្តិយ៉ាងយូរគឺ2016ហើយទី2គឺការកែតម្រង់ប្រព័ន្ធបោះឆ្នោតជាពិសេសផ្ដោតទៅលើការកែតម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នធម្មតានេះហើយជាចំណុចសំខាន់យើងអត់ថយទេពីនឹងទៅហើយក្រៅពីបើបានពីនឹងព្រមព្រៀងនេះបាទយើងឈានទៅចែកកែតម្រង់វិស័យផ្សេងៗទៀតបាទមន្ត្រីជាន់ខ្ពស់គណៈបព្វជិជនបានឆ្លើយតបពីការដូចថាឯកឧត្តមមិនយល់ស្របនៅការសន្ទនារវាងលោកប្រធានសង្ឃនិងលោកហ៊ុនសែនថាលទ្ធផលបានល្អប៉ុន្តែឯកឧត្តមមិនទាស់ឥឡូវនេះខាងមន្ត្រីគណៈបព្វជិជនថាបើមិនចរចាល្អទៀតនេះយ៉ាងម៉េចដែរយើងខ្ញុំអត់មានបញ្ហាទេបើថាគណៈបព្វជិជនថាមិនចរចា
ហើយគណៈបព្វជិជនដឹកនាំប្រទេសទៅតាមបែបផ្ដាច់ការតាមបែបឯកបកគួយប្រឆាំងនឹងរដ្ឋធម្មនុញ្ញអញ្ចឹងហើយអន្តរជាតិគេនឹងធ្វើការគិតសង្កត់ហើយនៅឯកោអញ្ចឹងទៅបាទអត់មានផែនការធ្វើបាតកម្មអីនៅថ្ងៃទី1ជួបជុំគ្នាក្នុងជីវកម្មករយើងចូលរួមជាមួយកម្មករបាទក្នុងនឹងគឺគណៈបព្វជិជនជាតិក៏គ្រប់គ្រងនៅចលនាកម្មករដែរដូច្នេះហើយយើងចូលរួមក្នុងវិអន្តរជាតិបើសិនមានការចរចាអាចលើកយក21នាក់មកជាប់ពន្ធនាគារហើយតុលាការយើងមានចំណុចច្រើនណាស់រួមទាំងចំណុច21នាក់ជាប់ពន្ធនាគារផងយើងលើកទៅក្រៅពីប៉ុន្តែមុនដំបូងគាត់ត្រូវដោះស្រាយពីចំណុចដែលខ្ញុំជម្រាបមិញឲ្យចេញសិនដៃពីខ្ញុំចង់ក្រោយមួយហើយដល់មុខបកខទីគាត់ថាអស់អីទេសម្រាប់គណៈបកជនតែចរចាទៀតតើនិយាយពីអីហើយទៅធ្វើចាប់ពីណាមកសម្រាប់គណៈបកប្រជាជាតិយកទៅគណៈបកប្រជាជនអត់មានអីនិយាយគឺត្រឹមត្រូវព្រោះគាត់អត់មានចេតនាចង់កែតម្រង់ហ្នឹងហើយគាត់អស់អីនិយាយព្រោះគាត់អត់មានចេតនាពិតកាលពីមុនគាត់បោកគេបានតែគាត់ចង់កែចេះដល់គណៈបកប្រជាជាតិបង្ហាញដល់ការពិតអំពីកំណែតម្រង់ហ្នឹងទៅគឺគាត់អត់មានកែអីទាំងអស់គឺគាត់តែបោកប៉ុណ្ណឹងតែត្រង់ណាដែលគាត់អស់អីកែបាទអត់មានអីព្រោះគំនិតអាក្រក់ហើយដល់បើសិនគណៈបព្វជិជនគេថាគេអត់ចង់ជួបទៅហើយចាំបាច់ជួបទៅប៉ុន្តែប៉ុណ្ណឹងមកយើងចង់ទៅទេបាទយើងចង់ដោះស្រាយបញ្ហាប៉ុន្តែដោះស្រាយមិនមែនចេះតែដោះទេដោះយកប្រយោជន៍របស់ជាតិប្រយោជន៍ជាតិរដ្ឋដើម្បីទៅអនាគតមិនចេះអីដល់គាត់និយាយថាមិនចង់ចរចាទេវានៅតែគាត់គ្រាន់តែថាបើមិនបានលទ្ធផលអីទេគួរតែគប់ក៏ល្អដែរយើងនិយាយឲ្យឃើញចុះរឿងលទ្ធផលវាធម្មតាលទ្ធផលដើម្បីអីគណៈបព្វជិជនចង់លទ្ធផលដែលគាត់ធ្លាប់ចរចាជាមួយគេមុនចង់គេជ្រោកកោនគាត់ហើយគាត់ទីជាន់បំផ្លិចបំផ្លាញបកប្រឆាំងអាចចរចារបៀបហ្នឹងលទ្ធផលហ្នឹងយើងអត់ទទួលយកទេសង្គ្រោះជាតិអត់យកទេបើចរចាដើម្បីប្រយោជន៍ទាំងអស់គ្នាណាអាហ្នឹងគេពាក្យចរចាគេរកប្រយោជន៍អស់គ្នាមិនមែនប្រយោជន៍ទាំងខាងទេអាហ្នឹងយើងធ្វើខ្ញុំចង់សួរថាតើការមិនសមមិញដែលអាយដាមឌីលេការហោះហើរហ្នឹងតើមកពីហេតុអីដែលតែយើងអត់មាន delay បងអត់មាន delay ខ្ញុំសមមិញពួកគាត់មិនហើយដាំនឹងជ័យមកថ្ងៃទី20មិនមកបាទអរគុណបាទឥឡូវនេះលោកអនុប្រធានរបស់គណៈបកសង្គ្រោះជាតិលោកគឹមសុខាបានឡើងលើរថយន្តដើម្បីធ្វើការទៅគេហដ្ឋានហ្នឹងបាទសូមអញ្ជើញមកនេះឡើងយំទុំនេះបងបានតតឡើងបាទឥឡូវនេះដំណើររបស់លោកគឹមសុខាបានបន្តទៅមុខទៅគេហដ្ឋាននិងស្នាក់ការនៅទូកោហើយអញ្ចឹងខ្ញុំសេហាកូនខ្មែរសូមជម្រាបលាទាំងបងប្អូននៅក្នុងបណ្ដាញ Facebook ទាំងអស់បាទសូមអរគុណសូម like និង share វីដេអូនេះផងបាទ